ការប្រតិកម្មដោយព្យុះដោយភ្លៀងបាទក្រោយពីប្តីប្រពន្ធតារាចិនមួយគូត្រូវបានគេយករូបថតទៅដាក់ធ្វើជាសញ្ញាបញ្ជាក់ខាងប្រុសខាងស្រីនៅក្នុងបន្ទប់ទឹកសាធារណៈបាទគូស្នេហ៍តារាចិនមួយដែលមានឈ្មោះថាបាទដេងចៅនិងសុនលីបាទកំពុងតែខ្លាចជាប្រធានបទក្តៅកគុកតាមបណ្ដាញសង្គមនៅក្នុងប្រទេសចិនក្រោយពីរូបភាពរបស់ពួកគេទាំងពីរនាក់ត្រូវបានគេយកទៅប្រើប្រាស់ធ្វើជាសញ្ញាបញ្ជាក់ភេទនៅបន្ទប់ទឹកសាធារណៈមួយកន្លែងបាទតាមរយៈរូបបថតដែលកំពុងតែផ្ទុះក្តៅលើបណ្ដាញអនឡាញឬក៏បណ្ដាញសង្គមក៏បានបង្ហាញឲ្យឃើញរូបប្តីប្រពន្ធតារាមួយគូនេះត្រូវបានគេយកទៅដាក់លើទីតាំងជញ្ជាំងនៃបន្ទប់ទឹកដោយបន្ទប់ទឹកនោះគឺគ្មានដាក់ស្លាកបន្ទប់ទឹកប្រុសស្រីនោះទេបាទដោយគេប្រើរូបបាតារាទាំងពីរដួងមួយនេះគឺបញ្ជាក់ពីបាភេទស្រីឲ្យឃើញតែម្ដងបាទគឺថាខាងស្រីហ្នឹងគឺដាក់រូបស្រីទៅរូបតារាស្រីទៅខាងប្រុសដាក់រូបតារាប្រុសទៅតែមានការបន្ទុះការវិញ្ញ័យនិងក្តៅកគុកនៅក្នុងបណ្ដាញសង្គមចិនណាបងប្អូនបាទរូបភាពទាំងនេះដែលធ្វើឲ្យមានការផ្ទុះការវិញ្ញ័យនៅតាមបណ្ដាញសង្គមចិនដោយមហាជនមួយចំនួនបាទទៅដូចជាបាទមើលទៅដូចជារឿងគួរឲ្យអស្ចារ្យខណៈដែលមួយចំនួនទៀតបង្ហាញព្រឹត្តិការណ៍មិនពេញចិត្តតែនេះគុណថាធ្វើបែបនេះដូចជាគ្មានការគោរពសិទ្ធិដល់បុគ្គលល្បីទាំងពីររូបនេះឡើយបាទជាក់ស្ដែងមហាជនបាទម្នាក់លើកឡើងថាតាណាអីក៏មិនចេះគិតប្រើប្រាស់រូបភាពតាមកធ្វើជាស្លាកសញ្ញាបន្ទប់ទឹកបែបនេះបាទពិតជាអត់សិលធម៌មែនបាទខ្លះទៀតក៏បានអធិស្ឋានគឺគណៈដែលបាទផ្ទាំងដែលថាបាទតើអ្នកឯងមានអារម្មណ៍បែបណាឬក៏អារម្មណ៍យ៉ាងម៉េចបើសិនជាគេយករូបអ្នកឯងទៅបិទលើទ្វារបន្ទប់ទឹកបែបនេះបាទយករូបគូស្នេហ៍គេទៅបិទលើបន្ទប់ទឹកហើយខាងស្រីដាក់បន្ទប់ទឹកស្រីខាងប្រុសដាក់បន្ទប់ទឹកប្រុសទៅតែធ្វើឲ្យមហាជនមានការបាទហូរចិត្តនឹងទូការរិះគន់ខ្លាំងមែនទែនបាទសូម្បីតែបងប្អូនមិនមែនជាតារាក៏ដោយគឺបាទស្ដាប់មើលទៅឬក៏មើលទៅវាមិនគួរឲ្យកាន់មានណាបងប្អូនបាទលក្ខណៈដែលយករូបថតទៅបិទបន្ទប់ទឹកឲ្យទេបងប្អូនដែរបាទវាជារឿងនៃអសិលធម៌ណាបាទហើយព័ត៌មាននេះដែរគឺមានតែប៉ុណ្ណេះទេបាទសូមអរគុណសូមជម្រាបលា